រឿងគង់ហ៊ានកាលពីព្រៃនាយមានមនុស្សម្នាក់ឈ្មោះគង់មានប្រពន្ធពីរនាក់មួយឈ្មោះនាងអាំមួយឈ្មោះនាងគង់ថ្ងៃមួយអ្នកគង់នាំប្រពន្ធទាំងពីរទៅសួរសុខទុក្ខបងប្អូននៅស្រុកឆ្ងាយតាមផ្លូវទៅស្រុកនោះមានខ្លាសាហាវអ្នកគង់បណ្ដាប្រពន្ធទាំងពីរទៅដល់ព្រៃធំមួយជិតស្រុកគេព្រៃនោះតែងតែមានខ្លាចេញខំមនុស្សក្របីកោស៊ីជារឿយលោកដល់អ្នកគង់ទៅដល់កន្លែងនោះខ្លានោះក៏ស្ទុះដេញស្រែកសន្ធាប់ពីចម្ងាយអ្នកគង់រត់ចូលរុំឈើរៀកនោមព្រោះភ័យញ័រជើងញ័រដៃនាងអាំនិងនាងគង់ខំព្រួតគ្នាវាយខ្លានោះស្លាប់ទៅឯអ្នកគង់ឃើញប្រពន្ធវាយខ្លាស្លាប់ហើយបានស្ទុះម្នីចេញពីរុំឈើយកដំបងមកវាយខ្លាដែលស្លាប់នោះថែមទៀតប្រពន្ធទាំងពីរមិនទុកប្តីថាខ្លាជាវាយងាប់ហើយមកធ្វើជាវាយថែមទៀតប្រោះអីក៏សាច់ញីម្លេះអ្នកគង់ជេរបំពេញទៅប្រពន្ធថាមិនដែលមានស្រីណាវាយខ្លាស្លាប់ទេមានតែមនុស្សប្រុសបានហ៊ានវាយខ្លាទាល់តែស្លាប់ហើយអ្នកគង់ក៏មួយពួរចុះខ្លាទៅនាំប្រពន្ធសែងចូលក្នុងស្រុកអស់អ្នកស្រុកឃើញអ្នកគង់សែងខ្លាមកគេបបួលគ្នាមើលពេញហើយគេសួរថាអ្នកឯងធ្វើស្ដេចបានជាចាប់បានខ្លានេះវាសាហាវណាស់ហើយប្រពន្ធអ្នកគង់ក៏និយាយប្រាប់អ្នកស្រុកថាអ្នកគង់ឃើញខ្លាវាបោមកក៏រត់ចូលឈើខ្ញុំពីរអ្នកស្រីព្រួតគ្នាវាយខ្លានោះទាល់តែស្លាប់អ្នកគង់លឺប្រពន្ធនិយាយប្រាប់គេដូច្នេះក៏និយាយតាំងខ្លួនថាមិនដែលមានស្រីណាវាយខ្លាស្លាប់ទេមានតែមនុស្សប្រុសទេដែលហ៊ានវាយខ្លាស្លាប់អ្នកគង់ក៏អួតប្រាប់អ្នកស្រុកថាការដែលខ្លានោះវាស្ទុះមកខ្ញុំបានប្រើស្នៀតគុណពិសេសរបស់ខ្ញុំដូច្នេះបានជាវាបានថាហើយអ្នកគង់ធ្វើជាលោតគុណវាយខ្លាឲ្យអ្នកស្រុកនោះមើលឯអ្នកស្រុកនោះកោតខ្លាចអ្នកគង់រាល់គ្នាហើយឲ្យឈ្មោះថាគង់ហ៊ានតាំងពីថ្ងៃនោះមកល្បីឈ្មោះគង់ហ៊ានជាអ្នកខ្លាំងពូកែចេះក្បាច់គុណវាខ្លាស្លាប់រឿងនេះជ្រាបទៅដល់ស្ដេចទ្រង់ឲ្យយកទៅចិញ្ចឹមធ្វើជាពលសេនាសម្រាប់ចេញច្បាំងសង្គ្រាមលោកដោះយកបន្តិចទៅជួនជាមានសឹកគេលើកចំបាំងយកនគរទ្រង់ប្រើគង់ហ៊ានឲ្យទៅច្បាំងគង់ហ៊ានលឺស្ដេចទ្រង់ប្រើឲ្យទៅជួយច្បាំងសឹកសង្គ្រាមដូចនេះក៏ភ័យណាស់ពុំដឹងធ្វើដូចដេចនឹងប្រកែកបានត្បិតស្ដេចទ្រង់ប្រើហើយខ្លួនបានទាំងល្បីឈ្មោះជាអ្នកខ្លាំងពូកែផងត្រឡប់ផ្ទះវិញដេកភ័យអស់បាយប្រពន្ធទាំងពីរអ្នកជួយទៅសួរថាដេចបានជាអ្នកដេកអស់បាយដូចនេះតើមានហេតុភេទប្រការដូចម្តេចគង់ហ៊ានប្រាប់ថាត្បិតស្ដេចទ្រង់ប្រើឲ្យទៅច្បាំងឥឡូវនេះបងខ្លាចសឹកនោះណាស់មិនដឹងបើគិតដូចម្តេចទេប្រពន្ធឡើងឆ្លោះថាអ្នកកុំព្រួយចិត្តធានាលើខ្ញុំទាំងអស់អ្នកក្រោកឡើងពិសាបាយឲ្យចែកងូតទឹកឲ្យសบายខ្លួនចុះគង់ហ៊ានលើប្រពន្ធឆ្លើយលួងលោមដូចនេះបានធូរចិត្តបន្តិចក្រោកឡើងងូតទឹកស៊ីបាយរៀបគ្រឿងប្រដាប់ប្រដានឹងទៅច្បាំងលោករៀបខ្លួនរួចហើយដល់ពេលវេលាល្អក៏ចូលទៅក្រាបបង្គំលាស្ដេចទៅចម្បាំងយកទាំងប្រពន្ធទៅផងគង់ហ៊ានជីកខាងក្បាលដំរីប្រពន្ធជីកខាងក្រោយមានពលសេនាហែហោមុខក្រោយជាក្បួនត្រៀបត្រាពេញលោកទៅចិត្តដល់ខ្មាំងសត្រូវមើលឃើញច្បាស់ប្រកបគង់ហ៊ានភ័យណាស់លេចអាចតិចនោមញ័រដៃញ័រជើងដោយអង្រួនក្បាលដំរីរីឯដំរីគិតស្មានថាគេអង្រួនឲ្យខ្លួនបោចូលក៏ចេះតែបោមុនពលសេនាទាំងអស់គ្មានអ្នកណាតាមទាត់ឯខ្មាំងសត្រូវឃើញគង់ហ៊ានបំបោដំរីចូលដូចនេះគិតស្មានថាជីវមេតួនេះពូកែណាស់ក៏បាក់ទួរត់ចេញរត់យកតែប្រាក់អាយុដោយខ្លួនទៅគង់ហ៊ានឃើញខ្មាំងរត់ទាំងអស់ក៏ធ្វើជាអួតក្អេងក្អាង
ឲ្យពួកអ្នកមើលនិងពលសេនាក្បត់ខ្លាចអស់អ្នកមើលឃើញគង់ហ៊ានលិចអាចដាក់ក្បាលដំរីស្អុយពីពេជ្រដូច្នេះក៏សួរថាលោកមេទប់ថ្មីដេចក៏លិចលៀមមកដូច្នេះគង់ហ៊ានឆ្លើយថាបើកំពុងតែច្បាស់នឹងសត្រូវហើយឈឺផ្ទៃនឹងចុះទៅដោះទុកនៅឯណាមានតែដោះទុកសัตว์លើក្បាលដំរីនេះឯងបើរវល់តែដោះទុកសัตว์ខ្មាំងវាមិនកាប់ស្លាប់អត់អពើទៅហើយអីអស់នាមើលនឹងពលសេនាលើគង់ហ៊ាននិយាយដូចនេះអ្នកខ្លះមានប្រាជ្ញាគេដឹងថាគង់ហ៊ានខ្លាចអ្នកខ្លះមិនសូវមានប្រាជ្ញាកោតខ្លាចនឹងគង់ហ៊ានឯគង់ហ៊ានបានឈ្នះទាល់ត្រឡប់ចូលមកនគរវិញត្រឡប់ចូលមកនគរវិញហើយចូលទៅក្រាបបង្គំស្ដេចស្ដេចទ្រង់ជ្រាបថាគង់ហ៊ានទៅចម្បាំងឈ្នះដេញខ្មាំងរត់ខ្ចាត់ខ្ចាយអស់ទ្រង់ត្រាច់អរណាស់ទ្រង់រាជប្រទានសក្តិមើលធំហើយប្រទានព្រះរាជទ្រព្យនិងគ្រឿងបណ្ដាការជាច្រើនតាំងពីថ្ងៃនោះមកគង់ហ៊ានរឹតតែអួតខ្លាំងពូកែក្អេងក្អាងឡើងទៀតលុះក្រោយមកទៀតមានក្រពើសាហាវមួយចេះតែដេញខំមនុស្សម្នាអ្នកឈ្នួញដើររកស៊ីខាងជើងទឹកជើងកំពុងគេខ្លាចរអាគ្រប់គ្នាមិនមានអ្នកណាហ៊ានចោះងូតទឹកឬដើរទូកសោះអស់រាពិបាកចិត្តណាស់រឿងនោះក៏ជ្រាបទៅដល់ស្ដេចទ្រង់ត្រាស់ប្រើគង់ហ៊ានឲ្យទៅចាប់ក្រពើឯគង់ហ៊ានលើកបន្ទូលដូច្នេះនឹកភ័យណាស់ប៉ុន្តែមិនហ៊ានទៅតឹងព្រះរាជបន្ទូលក៏ទទួលថានឹងយកអាសាសូមទ្រង់កំព្រួយព្រះハរតីគង់ហ៊ានត្រឡប់មកដល់ផ្ទះនិយាយនឹងប្រពន្ធថាអូនអើយឥឡូវនេះទ្រង់ឲ្យបងទៅចាប់ក្រពើក្នុងទន្លេត្បិតក្រពើនេះសាហាវណាស់បងឃើញថាមិនរួចខ្លួនទេមុខជាក្រពើខំស្លាប់មិនខានពីមុននៅលើគោកគ្រាន់នឹងមើលឃើញឥឡូវនេះនៅក្នុងទឹកធ្វើម្ដេចនឹងគេកិច្ចរួចប៉ុន្តែស្ដេចទ្រង់ប្រើហើយនឹកមិនទៅក៏មិនបានបើដូច្នេះមានតែទៅលួចទឹកឲ្យក្រពើវិខំស្លាប់តែម្ដងទៅគង់ហ៊ានគិតគ្នានឹងប្រពន្ធដូច្នេះហើយក៏ហៅកូនក្មួយមកធ្វើជាទៅចាប់ក្រពើអស់មនុស្សម្នាឮថាគង់ហ៊ានទៅចាប់ក្រពើក៏បបួលគ្នាទៅមើលពីពេញលុះគង់ហ៊ានទៅដល់កំពង់ទឹកបានឃើញក្រពើហែមកច្រាំងត្រង់ទីដែលមានដើមឈើពីរដើមដោះជិតគ្នាមានប្រគៀបគាត់ក៏ស្ទុះលោតចុះទៅក្នុងទឹកត្រង់នោះដោយគិតថាលោតឲ្យក្រពើវាខំស្លាប់ទៅប៉ុន្តែក្រពើវាលេសន្ធឹកគង់ហ៊ានលោតចុះក៏ភ្ញាក់ព្រឺតប្រឹងលោតឡើងដូចជាគេចាប់ដាក់គៀបឈើជាប់ពាក់កណ្ដាលខ្លួនរលទៅមុខក៏មិនរួចថយក្រោយក៏មិនរួចគង់ហ៊ានមុតទៅក្នុងទឹកងើបឡើងឃើញក្រពើជាប់នឹងដើមឈើដូច្នេះស្រែកបង្គាប់ឲ្យកូនក្មួយយកលំពែងមកចាក់កាប់ក្រពើនោះស្លាប់ទៅឯអ្នកមើលទាំងប៉ុន្មានគេគិតថាគង់ហ៊ានចាប់ក្រពើនោះបោះឲ្យជាប់នឹងមែកឈើក៏កោតខ្លាចគង់ហ៊ានក្រៃពេកគង់ហ៊ានបានឃើញក្រពើស្លាប់ដូច្នេះក៏រឹតតែអួតក្អេងក្អាងខ្លាំងពូកែឡើងទៀតហើយចូលទៅក្រាបទូលស្ដេចថាខ្លួនចាប់ក្រពើចោលឡើងមកលើគោកស្ដេចទ្រង់ក៏សពព្រះハរតីប្រាស់ប្រទានយសស័ក្តិឲ្យគង់ហ៊ានធំលើពីមុនប្រទានទាំងអំណាចនិងរង្វាន់ជាច្រើនទៀត